បាទជម្រាបសួរប្រិយមិត្តបាទសួស្តីយើងជួបគ្នានៅវគ្គថ្មីដែរហើយវគ្គនេះយើងមានរឿងពិសេសដើម្បីចែកជូនហើយរឿងនេះ admin ទទួលបានពីប្រិយមិត្តម្នាក់ទៀតណាដែលគាត់និយាយអំពីជីវិតបាទរបស់គាត់និងជីវិតរបស់គ្រួសាររបស់គាត់ហើយក៏បានចែកម្លែកមក admin ណាគាត់អ្នកខេត្តបាត់ដំបងគាត់និយាយណាគាត់និយាយពីឪពុករបស់គាត់បាទឪពុករបស់គាត់ហើយ admin ហ្នឹងក៏បាននិយាយគាត់ហ្នឹងគឺប្រិយមិត្តហ្នឹងគឺគាត់ជានារីទេបាទគាត់និយាយហ្នឹងគាត់បរិយាយដើម្បីបន្ធូរអារម្មណ៍ណាគាត់និយាយថាចេះឪពុកបង្កើតរបស់គាត់ហ្នឹងល្មោបបាទល្មោបកាមល្មោបតណ្ហាហ្នឹងណាគាត់ថាអញ្ចេះមួយថ្ងៃហ្នឹងឪពុករបស់គាត់ហ្នឹងតាក់តងតែស្រីតាក់តងតែស្រីសំបីតលេង Facebook ណាក៏គាត់មាន friend ហ្នឹងគឺស្រីច្រើនសឹងតែគ្មានប្រុសទេបាទហើយមួយថ្ងៃឆាតមកអូនបងលើទាំងរឹងហ្នឹងឯងគាត់អង្គុយមើលសឹងតែគាត់អស់សំណោចបាទមិនដឹងតែគាត់និយាយថាម៉េចហើយឪពុកគាត់ហ្នឹងវ័យហ្នឹងគឺចាស់ដែរហើយមិនមែនក្មេងណាតែនៅលេង Facebook បានទៀតណាសំខាន់ហើយតាំង profile ហ្នឹងរូបគាត់ឯងតែគាត់តែងស្អាតបាទគាត់និយាយមកគាត់ចង់សោចដែរហើយរាល់ថ្ងៃគាត់នឹងតែងតែយកនារីណាយកស្រីរបស់គាត់នឹងមកដេកនៅផ្ទះទៀតនៅមុខម៉ែហ្នឹងឯងចងោណាមុខពុនរបស់គាត់ហ្នឹងណាហើយគាត់នឹងអង្គុយរឹងគាត់អង្គុយមើលតែពុកគាត់ទេថាអូពុកហើយមិនដឹងជាថ្ងៃណាបានពុកឈប់ទេបាទល្មោបបាទស្រីរហូតរាប់សិបឆ្នាំមកទៅហើយប្រិយមិត្តហ្នឹងក៏គាត់បានប្តីដែរហើយណាបានការអីបានត្រឹមត្រូវមកល្មមណាបាទតទៅពេលបានមួយរយៈបាទពេលដែលប្រិយមិត្តហ្នឹងគាត់ទៅធ្វើការហើយប្តីគាត់នៅយាមផ្ទះអញ្ចឹងទៅថ្ងៃចៃដន្យអញ្ចឹងណាសំខាន់ណាឪពុករបស់គាត់ហ្នឹងនាំកូនប្រសាហ្នឹងទៅផឹកស៊ីណាទៅ KTV បាទដើរលេងអញ្ចឹងទៅហើយសំខាន់ទៀតយកប្តីរបស់គាត់ណាបាទប្តីរបស់ប្រិយមិត្តនាំទៅច្រៀងអបសេរីធ្វើឲ្យគាត់ខ្នាញ់មែនទែនបាទនេះហើយគេថាឪពុកខូចហើយនាំកូនប្រសាខូចដែរបាទហើយគាត់ក៏ប្រាប់ប្តីគាត់ដែរណាថាកុំតាមឪពុកពេកបាទព្រោះឲ្យគាត់ខូចខលហ្នឹងហើយហើយម៉ែហ្នឹងក៏គាត់ពិបាកចិត្តដែរតែគាត់មិនដឹងធ្វើម៉េចថ្ងៃមួយនោះប្រិយមិត្តហ្នឹងគាត់កំពុងតែហូបបាយហ្នឹងហើយឃើញឪពុកគាត់ហ្នឹងមកវិញប្រហែលជាម៉ោង 9 ព្រឹកចូលផ្ទះណាហើយសំណុយឡើងស្អាតបានដែរហើយគាត់ក៏បានឲ្យឪពុកគាត់មកពិសាបាយណាជាមួយម្ដាយគាត់ដល់ពេលគាត់ទៅផ្លាស់កៅអៅហើយគាត់មកហូបបាយមួយផ្លែតណាហើយមួយសន្ទុះហ្នឹងគាត់ក៏បានបបួលប្តីរបស់ប្រិយមិត្តហ្នឹងទៅក្រៅថាទៅក្រៅបន្តិចណាទៅជួយធ្វើការងារណាជួយការងារហើយប្រិយមិត្តហ្នឹងក៏គាត់សួរដែរថាទៅអីប្រយ័ត្នប្រយែងអីចឹងទៅជារឿងធម្មតាចឹងទៅតែមិនមែនធ្វើការណាគឺគាត់នាំប្តីរបស់ប្រិយមិត្តដែលរៀបរាប់ពីជីវិតរបស់គាត់ណោះទៅតាក់អំពៅនៅចុងភូមិហើយក៏បានញ៉ែទៅណាហើយប្តីរបស់ប្រិយមិត្តហ្នឹងគាត់ក៏មិនសូវដែរណាតែពុកគាត់ហ្នឹងដៃបាទមិនថាដៃគាត់ឆៅណាគាត់បបួលឲ្យប្តីប្រិយមិត្តហ្នឹងខូចដែរទៅម៉ោង 9 បានចូលផ្ទះណាហើយសំខាន់ជាងចូលផ្ទះហ្នឹងគឺឪពុករបស់គាត់ហ្នឹងនាំនារី2នាក់ទៀតណាចូលមកផ្ទះថានិយាយពីសាហាវហើយមកយប់ហ្នឹងគឺមិនបានដេកទេគឺគាត់លៀងពេញបន្ទប់ហ្នឹងឯងហ្នឹងហើយព្រោះសារបន្ទប់ផ្ទះគាត់ហ្នឹងគឺឪពុកហើយនឹងម្ដាយរបស់គាត់ហ្នឹងគឺអត់បានសម្រានមួយគ្នាទេគាត់ផ្សេងគ្នាណាអញ្ចឹងបានឪពុកគាត់បានដៃបាទគាត់ឡើងជើងណាហើយគាត់នារីហាយប់ហ្នឹងវាយមិនថាបើនិយាយអំពីថាឡើងក្រែវិញថាអាចប្រហែលជា10 ដងឯដឹងច្រើនមែនតើរត់ដល់ព្រេងជាមិត្តគាត់និយាយមក admin គាត់ថាគាត់សង្ហាចិត្តឪពុករបស់គាត់នាំប្តីគាត់ខូចណាហើយក៏នាំមិត្តភ័ក្តិរបស់គាត់នឹងមកផ្ទះទៀតផឹកស៊ីសបាយអ៊ូបនួននៅផ្ទះហ្នឹងហើយក៏បានយកស្រីមកទៀតសំខាន់ខលហៅស្រីហ្នឹងមកទៀតណានារីគាត់ណានាំណាហើយសំខាន់ជាងគេចង្រុកគាត់អង្គុយទៀតហ្នឹងទៅវាយនៅជ្រុកនេះទៀតឡើងផ្អើលគេផ្អើលឯងហ្នឹងផ្អើលមន់ផ្អើលទាផ្អើលឆ្កែពេញហ្នឹងឯងអញ្ចឹងគាត់បានរៀបរាប់អញ្ចឹងបើឪពុករបស់គាត់ហ្នឹងគឺសឹងថាគាត់ថាមកជាតិហ្នឹងប្រហែលជាគាត់មិនអោយខាតហើយគេថាដូចថាពាក្យចាស់គេពោលណាកើតមកជាតិធម្មចារណាអ្វីទៅលេងអស់អញ្ចឹងមិនថាគាត់ថាឪពុករបស់គាត់ហ្នឹងគឺលេងឆ្អែតហើយបាទគាត់លេងឆ្អែតហើយគាត់ដឹងគ្រប់រឿងណាបាទ
រាល់ថ្ងៃគឺគាត់បើនិយាយពីជីវភាពគាត់មិនសូវជាមានទេណាតែគាត់មានស្នាដៃរឿងឡើងក្រេបាទមិនថាគាត់ល្មមមែនតើគាត់ងាកចូលក្រៅខេងាកដើរលេងអញ្ចឹងទៅណាច្រើនតែបើគាត់និយាយពីគាត់ថាគាត់យកប្រពន្ធចុងអីណាគឺឪពុករបស់គាត់អត់យកទេហ្នឹងហើយឪពុកគាត់មានតែម្ដាយគាត់មួយទេណាប៉ុន្តែឪពុកគាត់ហ្នឹងសុខចិត្តលេងស្រីណាភាសាជាងមានប្រពន្ធចុងមានថាគាត់សឹងថាមួយថ្ងៃហ្នឹងគាត់មិនបានធ្វើអីទេបាទគាត់អោបផ្សេងនេះអោបផ្សេងនោះដេកហើយឆ្អែតហើយញ៉ែណាហើយគាត់ក៏សម្រានទៅណារៀងរាល់យប់ហ្នឹងទៅណាយកកលាំងហើយស្អែកឡើងក៏បន្តចឹងមិនថាជីវិតរបស់គាត់ហ្នឹងគឺពិបាកមែនតើរហូតដល់ម្ដាយរបស់គាត់ខឹងណាសុំលេងលះក៏មិនលេងលះដែរតែគាត់នៅតែខូចចឹងហើយខូចចឹងរហូតហ្នឹងហើយគាត់ចាំតែដេកស៊ីកម្លាំងកូនណាហើយកូនក៏ធំវិញវ័យមានការពុនការប្តីអស់ចឹងទៅហើយគាត់នៅតែខូចចឹងហ្នឹងហើយគាត់ដើរប្រាប់គេថាគាត់មានកូនចាំឲ្យគាត់បញ្ហាចឹងទៅហ្នឹងហើយជាមូលហេតុដែលធ្វើឲ្យគាត់ខូចហើយម្ដាយរបស់គាត់ហ្នឹងក៏លេងរាប់រកគាត់ដែរមានថាជាប្តីប្រពន្ធមែនតែក៏មិនរាប់រកអីណាស់ណាដែរចង់ធ្វើអីធ្វើទៅណាតាមចិត្តខ្លួនគាត់ណាហើយគាត់ក៏វ័យចាស់ជរាទៅណាចឹងបានថាគាត់ក៏ស្លាប់ទៅព្រោះគាត់ឥឡូវគាត់ហុកជាងចិត្តឲ្យដឹងបាទបើគាត់នៅរស់ណាចឹងអរគុណណាប្រិយមិត្តរឿងនេះគឺបទពិសោធន៍ប៉ុណ្ណឹងហើយបើសិនជាមានអីបងប្អូនអាចតាក់ទងមកតាម Telegram បាទឬក៏តាម comment ដើម្បីបរិយាយណាហើយរឿងនេះមានផលប្រយោជន៍ច្រើនសម្រាប់ប្រិយមិត្តទាំងអស់